បាទគ្រប់ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមស្នេហាវិស័យកីឡាប្រដាល់គុណខ្មែរអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងនាំយកនៅដំណឹងល្អមួយប៉ុន្តែទន្ទឹមនឹងដំណឹងល្អក៏មានដំណឹងអាក្រក់មួយផងដែរនោះគឺកីឡាករកម្ពុជារបស់យើងមួយរូបគឺត្រូវហោះទៅជប៉ុនប្រកួតនៅសង្វៀន K1 ណានៅខែក្រោយហ្នឹងហើយនោះគឺកីឡាករលូនបញ្ញាអញ្ចឹងតើតើជាមួយនឹងសមត្ថភាពរបស់កីឡាករលូនបញ្ញាគឺយើងដឹងហើយថាសមត្ថភាពរបស់គាត់បែបណាណាគឺគាត់ល្អអញ្ចឹងនៅពេលដែលគាត់ចេញទៅក្រៅវាយគឺយើងមានសង្ឃឹមច្រើនណាតើតើជាមួយនឹងក្បាច់ស្នៀតទាត់ជង្គង់កែងជាមួយនឹងស៊ូហើយនឹងភាពធន់របស់គាត់គឺមានមកកំ plei អញ្ចឹងហើយអ្វីដែលយើងទុកចិត្តបានចំពោះលូនបញ្ញាគឺយើងអាចសង្ឃឹមច្រើនចេញទៅក្រៅវាយណាប៉ុន្តែបើសិនជាអាចគួរណាស់តែវាយឲ្យដៃគូរាប់ឬមួយក៏តដៃលេងរួចឬក៏ស្លាប់ណាអាហ្នឹងយើងសង្ឃឹម 100% ដោយសារតែយើងចេញទៅប្រកួតនៅប្រទេសគេភាគច្រើនគឺគេមានអត្ថិភាពច្រើនជាងយើងហើយគេជាម្ចាស់ផ្ទះយើងដឹងស្រាប់ហើយនៅពេលដែលយើងវាយទប់ធម្មតាបន្ទុលក្ខណៈថាប្រដោះប្រសងគ្នាគឺយើងអាចឈ្នះទេគឺយើងនឹងតែចាញ់គេហើយណាអញ្ចឹងបើសិនជាយើងអត់ចង់ស្ដាយក្រោយសុខចិត្តបដូរណាបដូរតែបើយើងអត់បដូរទេយើងវាយមើលថាបន្ទុយើងមើលទៅដាច់ឆ្ងាយប៉ិតហ្មងអាហ្នឹងអូខេយើងមិនបាច់ជាយើងវាយឲ្យស្លាប់អីទេណាដោយសារតែកីឡាជានាំមកនៅសន្តិភាពប៉ុន្តែយើងឡើងលើសាវៀនហើយបើសិនជាមានឱកាសផ្ដាច់គេចេះតែផ្ដាច់ទៅប៉ុន្តែបើសិនជាមិនមានទេហើយបន្ទុយើងមើលទៅឈ្នះដាច់យើងគួរតែអត់អោនក៏បានដែរវាអត់មានអីជាបញ្ហាទេដោយសារតែយើងធម្មតាយើងជាកីឡាគឺតែប៉ុណ្ណឹងចេះតតងជាមួយនឹងដំណឹងល្អគឺមានប៉ុណ្ណឹងហើយដំណឹងអាក្រក់គឺកីឡាករលូនបញ្ញាគឺមានការប្រកួត2ប្រកួតទៀតនៅក្នុងស្រុកអញ្ចឹងនេះគឺជាដំណឹងអាក្រក់មួយសម្រាប់បងប្អូនទាំងអស់គ្នាក៏ដូចជាសម្រាប់កីឡាករលូនបញ្ញាដែរតកតងជាមួយនឹង2ប្រកួតទៀតនេះបើចំពោះខ្ញុំគឺខ្ញុំអត់ចង់ឲ្យប្រកួតទេប៉ុន្តែតកតងជាមួយនឹងច្បាប់ហើយនឹងសាវៀនគេគិតបែបណាគឺយើងអត់ដឹងទេគឺយើងអត់ហ៊ាននិយាយចំទេណាអាហ្នឹងគឺគេអ្នកដោះស្រាយទៅពួកអីធម្មតា2ប្រកួតយើងប្រកួតក្នុងមួយខែ2ប្រកួតនៅពេលដែលយើងទៅប្រកួត2ប្រកួតហ្នឹងអស់បាត់ហើយអត់មានពេលវឹកហាត់ដើម្បីត្រៀមខ្លួនទៅជប៉ុនទេណាដើម្បីត្រៀមខ្លួនទៅជប៉ុនទេអញ្ចឹងនេះវាជាបញ្ហាមួយដែរទោះបីជាយើងប្រកួតទៅវាអត់មានរបួសអត់មានរបួសធ្ងន់ធ្ងរបើសិនជាវាអត់មានរបួសធ្ងន់ធ្ងរទេគឺល្អប្រសើរច្រើនប៉ុន្តែបើរបួសធ្ងន់ធ្ងរយើងគិតមិនគឺការហោះទៅជប៉ុនគឺអាចនឹងរំសាយឬ cancel មានបញ្ហាទៀតអញ្ចឹងគោលដៅរបស់យើងដែលយើងខំបង្កើតកីឡាករគុនខ្មែរឲ្យមកដល់សមត្ថភាពខ្ពស់បច្ចុប្បន្ននេះដើម្បីអីគេគឺយើងដើម្បីលើកមុខមាត់ប្រទេសជាតិអញ្ចឹងបើសិនជាយើងទៅប្រកួតនៅជប៉ុនយើងត្រៀមខ្លួនបានល្អយើងវាយយកឈ្នះគឺនាំមុខមាត់ឲ្យជាតិច្រើនខ្លាំងមែនទែនណានាំឲ្យច្រើនមែនទែនប៉ុន្តែបើសិនជាក្នុងស្រុកគឺទោះបីយើងអត់ប្រកួត2ប្រកួតហ្នឹងក៏យើងនៅតែមានប្រកួតក្រោយទៀតដែរដោយសារតែយើងមានកាតព្វកិច្ចយើងមិនមែនកិច្ចវេះពីការប្រកួតណាអានេះវាជាអ្វីដែលខ្ញុំចង់លើកឡើងអានេះគឺជាគំនិតរបស់ខ្ញុំផ្ទាល់អញ្ចឹងចំពោះស្ថានីយ៍ឬក៏សហព័ន្ធឬក៏អ្នករៀបចំគាត់គិតបែបណាគឺស្រេចទៅលើគាត់ទៅណានេះគឺគ្រាន់តែជាការបញ្ចេញយោបល់ក៏ដូចជាការបញ្ចេញមតិមួយចំនួនថាគួរឬមិនគួរតែប៉ុណ្្នឹងទេហើយបើសិនជាយើងប្រកួត2ប្រកួតហ្នឹងគឺអស់ពេលវេលាក្នុងការវឹកហាត់ដើម្បីប្រកួតនៅជប៉ុនហើយបើសិនជាយើងប្រកួតអត់មានរបួសអត់មានអីដល់ពេលទៅក៏យើងរៀងទ្រាំខ្លួនដែរយើងអត់មានពេលហាត់ផងយើងឡើងទៅដូចឲ្យគេវាយអញ្ចឹងណាដូចឲ្យគេវាយអញ្ចឹងហើយយើងចាញ់ដដែលអញ្ចឹងទៅវាអត់មានបានទោះបីយើងទៅមែនតែបានតែមកទៅហើយយើងអត់បាននាំជោគជ័យមកកាន់ប្រទេសជាតិក៏វាធ្វើឲ្យយើងមានអារម្មណ៍មិនល្អដែរណាអញ្ចឹងបញ្ហានេះទុកឲ្យគេដោះស្រាយគាត់ថាអ្វីដែលសំខាន់គឺយើងចេញវីដេអូនេះគឺខ្ញុំចេញវីដេអូនេះគឺដើម្បីគ្រាន់តែនិយាយ
trong đang làm pin mà tệ bom ôn ở kia ta cực bài na bà xin chỉ dương chụp bằng hai bài nặng nè chứng bộ video này đấy mỗi tiết tôi chỉ muốn poster cứ dương ở toàn đăng thế ở toàn đăng thế hai cái là có luôn phải nhá và cuộn chỉ mùi na này chỉ bốn nắng hay cái là có đúng na hơi ở ngay thì mà cái dương toàn đăng thế quả tha đăng làm đăng tha luôn phải nhá cứ tới tại họ tới chỉ bốn và cuộn nơi sự viên khi quan tập ban đăng trên chụp video này cứ miền tập ban đăng thế và xin chịu bóng ôn miền mặt tệ ball complete từ lại cho không comment ở cái video này phong hai complete chui subscribe channel YouTube nhưng mà nặng với phong là bây mình bỏ mình thấy cái nhưng mà update cho từ không channel YouTube bao nhiêu chỉ trong cái xong chụp boy bóng phổ ở đây mình sẽ có phim đó từ nam một nas tôi có bây giờ tập phim hai năng đầu xin miền bản bye bye